đểធ្វើដំណើរទៅទីក្រុងភ្នំពេញវិញយេកំពុងតែសប្បាយចិត្តសុកសុកសប្តែមានរឿងមួយដែលនឹកស្មានមិនដល់អញ្ចឹងខ្ញុំកត់តែពេលមកទេពេលទៅវិញបានកក់ផងបងស្ដាប់ខ្ញុំសិនរឿងរ៉ាវវាបែបនេះនៅពេលដែលរៀបចំកម្មវិធីនៅខេត្តចេញពីភ្នំពេញទៅខេត្តគឺបានទិញសពតហើយធ្វើដំណើរទៅមកអេមជាមួយនឹងចារ៉េតបាសហើយយើងតាមក្រុមហ៊ុនឡានដែលយើងចង់ជិះទៅតាមពេលវេលាយើងត្រូវការឲ្យការធ្វើដំណើរស្រួលជាក់លាក់មែនទែនហើយម៉ោងចេញស្មានណាទៅដល់ស្មានណាគឺដូចអ្វីដែលការកំណត់បន្ទាប់មកពេលព្រឹកកម្មវិធីក៏ចាប់ផ្ដើមយើងក៏រៀបចំចាអេនអនថតមុខកាមេរ៉ារហូតដល់យើងចាប់កម្មវិធីយើងមិនទៅត្រៀមត្រឡប់មកទីក្រុងភ្នំពេញវិញត្រូវអត់ហ្នឹងហើយក្រុមការងារចាប់ផ្ដើមមករៀបចំអីវ៉ាន់ត្រឡប់ទៅក្រុងភ្នំពេញវិញហើយអញ្ចឹងអង្គុយជែកអេនអនសប្បាយចុះសប្បាយឡើងនេះហេតុផលនៃការធ្វើឲ្យខ្ញុំភ្លេចទិញសពុតឡានត្រឡប់មកវិញចាអញ្ចឹងគឺថាយើងមានរ៉េតបាសជាជំនួយការសពប្រសើរដើម្បីជួយកាត់បន្ថយហានិភ័យផ្សេងបានគឺថានឹកឃើញភ្លាមគឺកក់ភ្លាមតែម្ដងអញ្ចឹងម៉ោង2កន្លះត្រូវចេញអញ្ចឹងខ្ញុំក៏ scroll មើលទៅគឺថាមានតែម៉ោង2កន្លះល្មមអញ្ចឹងក៏មានកៅអីសល់ដែរហើយងាយស្រួលក្នុងការមើលមែនទែនកៅអីពណ៌បៃតងមហាទំនេរចាកៅអីពណ៌ខៀវពណ៌កាយជក់ហ្នឹងគេកក់ហើយអញ្ចឹងយើងផេលុយបងលុយតាមនឹងទៅងាយស្រួលមែនទែនអូខេទាំងអស់គ្នាតាមរយៈវីដេអូនេះគឺវាជាកលឹះមួយដែលជួយដល់អ្នកគ្នាបានបន្ថែមដែរពេលយើងមានបញ្ហាណាមួយមានរ៉េតបាននៅក្នុងដៃអាចស្វែងរកក្រុមហ៊ុនឡានដែលយើងអាចជិះបានហើយក៏ដល់ពេលដែលត្រូវ remove make up ដ៏ស្រស់ស្អាតនេះចេញត្រៀមត្រឡប់មកទីក្រុងភ្នំពេញវិញដែរយ៉ាងណាមិញក៏សប្បាយចិត្តចាបានត្រឡប់មកវិញដោយជោគជ័យគឺរ៉ូឡានបានតាន់ពេលវេលាអញ្ចឹងមានរ៉េតបាននៅក្នុងដៃគឺងាយស្រួលមែនទែនទាំងអស់គ្នាកុំភ្លេច download កម្មវិធីរ៉េតបាននៅក្នុងទូរស័ព្ទដៃទាំងអស់គ្នាណា